របៀបកែរូប studio ដើម្បីងាយស្រួលយើងកើត option មួយមក option យើងចុចកន្លែងនេះចុច OK តោះយើងចុចកន្លែងនេះចុច record តោះមកយើងចុច LSC វាលោតទៅនឹងមកយើងយក mid-tone ចុច OK ចាំមកយើងដាក់ filter វាយើងចុច L control ឲ្យជាប់ហើយតមកចុចអក្សរ D ហើយយើងដាក់វា15មកអូខេតមកនេះយើងចូលកន្លែង image apply យើងយក screen ហើយយើងយកវាទៅ10អានហើយតមកយើងដោះ select control អក្សរ D តមកយើងចុច LSC ហើយយក mid-tone អូខេ L control ចុចជាប់ចុចអក្សរ D 15តមកទៀតយើងចុច image apply យក screen 10អូខេដោះ select control D តមកដល់ LSC ចុច mid-tone អូខេ L control D អូខេតមកចុច image apply ដដែលដោះ select control D តមកយើងចុច L control ឲ្យជាប់ហើយចុចលេខ3តមកយើងចុច control អក្សរ shift ហើយនិងអក្សរ I តមកយើងដាក់ filter L control ចុចជាប់ L control ចុចជាប់ចុចអក្សរ D 15តមកទៀតចុច image apply screen ដដែលយើងដោះ select ចាអាហ្នឹងយើងបានអាហ្នឹងមួយហើយបាន screen មិនaction មិនហ្នឹងសម្រាប់ធ្វើរូបក្រោយឥឡូវយើង stop record វាសិនហើយរូបនេះវាកន្លែងខាងបរោះនេះវាអត់ទាន់ភ្លឺស្មើសាច់ចង់ភ្លឺស្មើសាច់យើងប្រើ option មួយទៀតហៅ option screen ចានេះយើងចង shift F8 បានប៉ុណ្ណឹងហើយយើងវា load មកអញ្ចឹងយើងចុច control D ដោះ select ហើយកន្លែងនេះត្រូវឈរលើ brush ហើយកន្លែងនេះយកពណ៌សតមកយើងចុចវាមកយើងចង់ brush កន្លែងខ្មៅឲ្យវាសអញ្ចឹងយើងផាត់វាមកឃើញកន្លែងហ្នឹងវាភ្លឺស្មើតមកយើងបន្តផាត់មនុស្សស្រីយើងផាត់មនុស្សប្រុសសិនពណ៌ប៉ុណ្ណឹងយើងយកបានអត់យើងយកបានយើងយកបានយើងបន្ថយទៅមកមើលទៅឆេះពេកយកប៉ុណ្ណេះមកតមកយើងបញ្ចូលវាអាពីរនេះតែមួយ layer 1ហើយនិង background តែមួយអញ្ចឹងយើងចុច control ជាប់អក្សរ E តមកយើងចុច screen មកតទៀតតមកយើងដោះ select យើងផាត់ទៅលើ gallery កន្លែងណាយើងចង់ឲ្យវាភ្លឺចុចមកតមកទៀតយើងផាត់លើទៀតមកមើលប៉ុណ្ណឹងស្អាតយើងអូខេចឹងអានេះយើងមើលចូលនេះចុច control E ចឹងអានេះយើងរួចរាល់ហើយយើងនៅចាំតែចាក់សាច់ហើយនឹងដូរផ្ទៃឯង